Zelensky ទូកំហឹងយ៉ាងខ្លាំងចំពោះត្រាំបន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារផ្លូវអាកាសដ៏ធំបំផុតមកលើអ៊ុយក្រែនប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងគៀវលោក Volodymyr Zelensky បានបញ្ចេញប្រតិកម្មដោយកំហឹងយ៉ាងខ្លាំងជាពិសេសចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump តែម្ដងដោយអះអាងថាទីក្រុង Washington មិនមាត់មិនកអ្វីសោះលើសកម្មភាពថ្មីៗរបស់ទីក្រុង Moscow នឹងធ្វើឲ្យមេដឹកនាំវិមានក្រឹមឡើង Vladimir Putin បានដៃវាយប្រហារខ្លាំងទៅបើតាមការចាប់ផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យរុស្ស៊ីបានបញ្ចេញដ្រូននិងមីស៊ីល367គ្រឿងបាញ់សន្ធប់ទៅលើប្រទេសអ៊ុយក្រែនសម្លាប់មនុស្ស12នាក់ក្នុងនោះមានទាំងកុមារ3នាក់ផងដែរព្រមទាំងបណ្ដាលឲ្យមនុស្សរាប់សិបនាក់ទៀតរងរបួសនៅក្នុងប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំបំផុតចាប់តាំងពីការវាយលុកឆ្នាំ2022មកពាក់ព័ន្ធនឹងរឿងនេះលោក Zelensky បានចេញសារដោយសម្ដៅទៅលើលោកត្រាំចំថាពិភពលោកអាចនឹងវិសមកាលប៉ុន្តែសង្គ្រាមនៅតែបន្តបើទោះបីជាចុងសប្តាហ៍ឬថ្ងៃធ្វើការក៏ដោយរឿងនេះមិនអាចប្រងើយកន្តើយបានទេភាពស្ងៀមស្ងាត់របស់អាមេរិកនិងភាពស្ងៀមស្ងាត់របស់អ្នកដទៃក្នុងពិភពលោករឹតតែធ្វើឲ្យពូទីនបានដៃភាពខូខើរបស់រុស្ស៊ីមិនអាចបញ្ឈប់បានទេបើគ្មានការដាក់សម្ពាធខ្លាំងក្លាមកលើមេដឹកនាំរុស្ស៊ីសូមជម្រាបថាការវាយប្រហារនេះកើតឡើង2ថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ីអ៊ុយក្រែនដោះដូរអ្នកទោសទ្រង់ទ្រាយធំបំផុតគិតចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ2022តំបន់ចំនួន13ត្រូវរងការវាយប្រហារដូចជាទីក្រុងគៀវនិងតំបន់ធំមួយទៀតនៅជិតនោះដូចជាតំបន់ Zitom, Khmelnytsky, Ternopil, Dnipropetrovsk, Mykolaiv, Odessa, Kharkiv, Chernihiv, Cherkasy, Sumy និង Poltava ផងដែរ